OK chẳng ở lời ní nhằm bằng hàngពីរបៀប backup និងរបៀប restore configuration នៅក្នុង Microtik តោះនេះបាទអញ្ចឹងយើង backup configuration យើងការពារនៅពេលដែល hardware របស់យើងមានបញ្ហាឬមួយ system របស់យើងមានបញ្ហាតោះនេះបាទអញ្ចឹងនៅពេលយើងបាន backup configuration ទុកហើយនៅពេល hardware យើងមានបញ្ហាយើងអាចទិញ hardware មកថ្មីពេលនោះយើងអាចយក file image ដែលយើងបាន backup ទុកនោះទៅធ្វើការ restore វិញយល់ទេបាទអញ្ចឹង restore គឺមានថាដូចយើងហៅវាត្រឡប់មកវិញអញ្ចឹងដូចភាពដើមអញ្ចឹងយើងមិនចាំបាច់ធ្វើការ configuration ម្ដងទៀតនាំតែយូរទេតោះនេះបាទជាធម្មតារាល់ការ configuration របស់យើងវាច្រើនអញ្ចឹងច្រើនអញ្ចឹងយើងមិនដឹងថាទៅ config មួយណាទុកមួយណាទេវាអាចខ្វះចន្លោះកន្លែងណាមួយតោះអូខេអញ្ចឹងនៅពេលយើងបានធ្វើការ configuration ចប់ហើយយើងគួរតែធ្វើការ backup ទុកមួយតោះនេះបាទប៉ុន្តែខ្ញុំ recommend អ្នកនរគ្នាថាមុនយើងធ្វើការ configuration យើងត្រូវការធ្វើការ backup original file មួយក្រោយពីយើងបានធ្វើការ configuration ចប់ហើយបានធ្វើការ backup មួយទៀតអូខេអញ្ចឹងឥឡូវយើងចាប់ធ្វើការអនុវត្តទាំងអស់គ្នាពីរបៀបក្នុងការ backup រាល់ configuration របស់ Microtik ខ្ញុំបើក program Winbox អូខេខ្ញុំ log in ជា user admin ហើយ password របស់វាអូខេខ្ញុំយក connect បាទខ្ញុំ log ចូលហើយតមកទៀតខ្ញុំចុចទៅលើ file អញ្ចឹងអ្វីយើងកំពុងឃើញនេះគឺជា dialog box មួយដែលគេនិយាយពីរបៀបក្នុងការ backup និងរបៀបក្នុងការ restore ហើយខាងក្រោមនេះគឺជា file ជា list ជា file image ដែលយើងបានធ្វើការ backup ទុកយើងមើលឡើងនេះគេថា Microtik ថ្ងៃទី24ខែ2 2012នេះដែលយើងបានធ្វើការ backup ទុកពីមុនមកយល់ទេបាទអូខេអញ្ចឹងឥឡូវនេះខ្ញុំចាប់ដើមធ្វើការដោះ password ចេញដើម្បីមិញវាមាន password ទៅអត់ឥឡូវខ្ញុំដោះ password ចេញខ្ញុំចុចទៅលើsystem ខ្ញុំយក password ខ្ញុំវាយ password អាចារ្យបាទហើយនេះខ្ញុំមកដាក់ password ទៅខ្ញុំយក change អូខេចប់ហើយខ្ញុំបិទខ្ញុំ easy អញ្ចឹងខ្ញុំបើក program Winbox ម្ដងទៀតខ្ញុំយក connect ខ្ញុំមិនវាយ password ទេគឺ login បានធម្មតាឃើញទេបាទខ្ញុំសន្មតថាអ្វីយើងកំពុងឃើញនេះខ្ញុំអត់បាន configuration អ្វីទាំងអស់គឺថ្មីតែម្ដងយល់ទេបាទអញ្ចឹងបើវាថ្មីខ្ញុំត្រូវចុចទៅលើ file ខ្ញុំត្រូវ backup វាទុកមួយសិនបាទចុចទៅលើពាក្យ backup ពេលនោះវា generate ខ្លួនឯងតែម្ដងណាអានេះដាក់ថាថ្ងៃទី24ខែ4 2012ណែបាទវេលាម៉ោងប៉ុន្មានយើងមើលម៉ោងបាទវាម៉ោងខុសគ្នាណាអានេះម៉ោង7នេះម៉ោង8អ្វីអានេះយើងគឺយើង backup ថ្មីនេះតោះនេះបាទអូខេយើងមើលម៉ោងអញ្ចឹងអានេះគឺជា file zip របស់យើងគឺយើងអត់បានធ្វើអ្វីទាំងអស់ហើយខ្ញុំបិទបន្តមកទៀតយើងធ្វើញ៉ាយយើង configuration បិទបើក block permission អីផ្សេងកំណត់ IP ធ្វើ DHCP យើងធ្វើ proxy ធ្វើ root ធ្វើ NAT firewall ជាដើមណាតោះនេះបាទអញ្ចឹងមានថាឥឡូវយើងចាប់តាម configuration អញ្ចឹងនៅពេលយើង configuration ចប់ហើយ complete ហើយយើងទៅចុចលើ file យើង backup ទុកមួយទៀតអញ្ចឹងអា file មួយសម្រាប់ original file អា file មួយទៀតសម្រាប់ configuration ចប់យល់ទេបាទហើយនៅពេលយើងបានធ្វើការ backup ចប់យើងត្រូវទាញ image នឹងចេញបាទយើងទៅចាប់ image នឹងចេញចាប់វាយកមកដាក់នៅខាងក្រៅលើ desktop របស់យើងនេះតោះនេះបាទអូខេអញ្ចឹងនៅពេលយើងបានទាញវាមកខាងលើ desktop នេះហើយយើងត្រូវការរក្សាវាទុក copy ដាក់លើ drive D មកណាយើងគួរតែ copy វាដាក់មកលើ drive D យើងការពេលយើង format window ចោលអញ្ចឹងទៅវាបាត់ឯកសាររបស់យើងតោះនេះបាទអូខេយើងដោយសារ drive E របស់ខ្ញុំនេះអត់ទាន់បាន format តែសូមបញ្ជាក់ថាមិនសុំយើង format drive E ចោលទេណាដោយសារខ្ញុំពេលខ្ញុំកំពុងបាន install Windows នេះទៅ drive E នេះខ្ញុំមិនទាន់បាន format អញ្ចឹងខ្ញុំប្រើអត់ទាន់បានទេយល់ទេបាទអញ្ចឹង drive E សម្រាប់ដូចខ្ញុំដាក់នៅឯកសារបាទអញ្ចឹងចូល drive E ខ្ញុំបង្កើត folder មួយខ្ញុំដាក់ថាគេ backup បាទក្នុង backup ហ្នឹងខ្ញុំបង្កើត folder មួយខ្ញុំដាក់ឲ្យគេ iOS Microtik បាទខ្ញុំផាសចូលតោះនៅបាយខ្ញុំដឹងថាអាមួយណាជា file image original អាមួយណាជា file image ដែលយើងបានធ្វើការ configuration រួចហើយអញ្ចឹងជាទូទៅអា file ដែលយើងបាន original size វាគីឡូវាទូជាង file ដែលយើងបាន configuration តោះនេះបាទអូខេអញ្ចឹងឥឡូវនេះខ្ញុំបង្ហាញពីការ restore ឥឡូវខ្ញុំបិទបាទខ្ញុំបិទឥឡូវខ្ញុំបើក Winbox ម្ដងទៀតមកខ្ញុំ log in អត់មាន password ទេណាហើយនេះបានធម្មតាតោះនេះក៏នឹងបានឥឡូវខ្ញុំចុចទៅលើ file នៅត្រង់កន្លែងនេះខ្ញុំមានបាន backup ទុកមួយដែរតែដោយសារមានជាប់ password ហើយចុចលើវាយក restore តែម្ដងណាចុចលើវាមួយយក restore ចុះវាទាមទារយើងធ្វើការ restart Microtik អូខេឥឡូវខ្ញុំបិទ
ខ្ញុំបត់ចឹងយើងមកមើលនៅខាងលើនេះវិញចឹងឥឡូវនេះវាកំពុងតែធ្វើការ restart ណាបាទចឹងវាធ្វើការ log in វិញហើយយើងរងចាំបន្តិចអូខេអញ្ចឹងនៅពេលខ្ញុំធ្វើការ log in មកទៅម្ដងទៀតប្រកាសជាជាប់ password ហើយអូខេអញ្ចឹងខ្ញុំត្រូវ log in ម្ដងទៀតខ្ញុំបើក Winbox ហើយខ្ញុំដាក់ password ខ្ញុំយក connect ណាក៏ដាក់អី wrong username password ឃើញទេបាទអញ្ចឹងខ្ញុំបើក Winbox ម្ដងទៀតហើយខ្ញុំដាក់ password មកខ្ញុំយក connect អញ្ចឹងដាក់ password ខ្ញុំអាច log in បានធម្មតាតោះនេះបាទអូខេអញ្ចឹងឥឡូវនេះរបៀបក្នុងការ backup និងរបៀបក្នុងការ restore configuration របស់ MicroTik ត្រូវបានបញ្ចប់